បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមើលតែថ្ងៃហ្នឹងហាលតែបានច្រើនដោយសារឆ្លៀតមានថ្ងៃច្រើនជាងម្សិលមិញហើយទៅត្រីក៏ហាលមើលតាមថ្ងៃទៀតអាចស្ងួតជូនពុកម៉ែបងប្អូនហើយមួយដែលបានកំងច្រើនដែលគាត់មានការអធិស្ឋានសម្រាប់អត់មានថ្ងៃហាលខែហ្នឹងភ្លៀងផងអីផងសារទៅសារមកតែយើងខ្ញុំទាំងអស់គ្នានៅតែហាលត្រីបានស្ងួតល្អបងប្អូនកុំភ្លេចជួយ follow page និង like page ខ្ញុំម្នាក់មួយបងប្អូនណាជួយចុច subscribe ឬក៏សញ្ញាកណ្ដឹង channel YouTube ខ្ញុំម្នាក់មួយផងមកណាអរគុណច្រើនបងឃើញហើយត្រីបឹងត្រីធម្មជាតិធ្វើល្អមានអនាម័យល្អស្អាតគឺវាមានលក្ខណៈបែបហ្នឹងចេញមកសាច់ត្រីបងប្អូនមើលដឹងហើយអត់បាច់ចាំពួកខ្ញុំបញ្យលជាងការបញ្យលច្រើនខុសច្រើនទេដោយសារបងប្អូនដែលជំនាញហើយចូលចិត្តនិយមទទួលទានម្ហូបអាហារបែបខ្មែរផ្អកប្រហុកអីឆ្ងាញ់លក្ខណៈខ្មែរបងប្អូនមើលដឹងខ្លួនឯងហើយជាពិសេសបងប្អូនកូនខ្មែរដែលនៅខាងស្រុកទន្លេបងប្អូនជំនាញណាខាងមើលត្រីមើលអីត្រីយើងដែលហាលស្ងួតល្អមានរសជាតិឆ្ងាញ់ធ្វើអនាម័យគឺបងប្អូនឃើញមកបែបហ្នឹងហ្មងយើងហាលនឹងថ្ងៃស្ងួតល្អខ្លាំងដោយសារឆ្លៀតមែនតើបងប្អូនណាហ្នឹងហើយត្រីចេញមកសភាពបែបហ្នឹងពេលហាលត្រូវគ្រប់ចំនួនថ្ងៃហើយរក្សាទុកដោយមិនមានប្រើថ្នាំក្រាមគឺសាច់ត្រីយើងចេញមកបែបហ្នឹងអត់មានក្រហមឆ្អិនឆ្អៅដូចលាបលះអីទេបងប្អូនណាគឺចេញមកបែបត្រឹមប៉ុណ្្នឹងពណ៌សវល់ធម្មជាតិគឺចេញមកតែប៉ុណ្្នឹងទេអត់មានក្រហមឆ្អិនឆ្អៅសម្រាប់ត្រីងៀតយើងមានត្រីងៀតរស់ផ្អែមនិងត្រីងៀតរស់បែបប្រៃប៊ីចេងហើយក៏អត់មានក្រហមឆ្អិនឆ្អៅអីទៅណាដែរណាបងសាច់ត្រីមើលប៉ុណ្នេះហ្នឹងសាច់អញ្ចឹងអាហ្នឹងត្រីធម្មជាតិតែហ៊ានឃើញក្រហមផ្កាឈូកអីអាហ្នឹងមិនដឹងថាធម្មជាតិបែបអីទេហ្នឹងអត់ហ៊ាននិយាយទេបងគេនិយាយទៅរឿងត្រីខ្ញុំបានហើយអញ្ចឹងថ្ងៃហ្នឹងច្រើនមែនតើបងប្អូនណាគឺច្រើនហាលត្រីសម្រាប់ជូនពុកម៉ែបងប្អូនចេញទៅក្រៅប្រទេសក៏ដូចជានៅក្នុងប្រទេសហើយមួយគាត់អធិស្ឋានណាគាត់ដឹងថាខែហ្នឹងខែភ្លៀងហាលត្រីមិនសូវមានថ្ងៃអីគាត់ខុសត្រូវថ្ងៃពីរថ្ងៃគាត់អធិស្ឋានគាត់រងចាំបានគាត់អីបានអញ្ចឹងណាលើកលែងតែបងប្អូនគាត់ចុះមកខ្លួនឯងអញ្ចឹងយើងស្រោតរុះរាន់អត់ឲ្យបងប្អូនខកខានទេឃើញសាច់ត្រីបងប្អូនល្អមែនតើអានេះបងឃើញក្បាលត្រីឆ្ដោល្អមែនតើធ្វើស្អាតបែបហ្នឹងហើយក្បាលត្រីឆ្ដោយើងគឺមានសាច់នៅជាប់ច្រើនអញ្ចឹងបងប្អូនអត់មានកាត់នៅសល់ឆ្អឹងអីចេះទេហើយនេះសាច់ឲ្យបងប្អូនយកឆ្នៃទៅស្ងោរលឹកអំពិលស្ងោរអីធ្វើអីស្លអំជូរស្លអីឆ្ងាញ់ណាស់ព្រោះនៅសាច់ច្រើនបែបហ្នឹងហើយមើលការធ្វើឆ្កៀលក្បាលលាងទឹកលាងអីស្អាតឡើងភ្លឹងបងប្អូនចេះទៅអត់បារម្ភរឿងអនាម័យអីទាំងអស់គឺយើងស្អាតបែបហ្នឹងហើយពីហ្នឹងទៅបងប្អូនអរគុណច្រើនឃើញទេត្រីច្រើនមែនតើថ្ងៃហ្នឹងហើយខាងនេះសម្រាប់ងារត្រីឆ្អើប្រហុកអីមានឈ្ងុយឆ្ងាញ់ទាំងអស់មានគប់ទាំងអស់នៅផ្ទះមានលក្ខណៈតារាត្រីងារបងប្អូនណាគឺធ្វើត្រីជារៀងរាល់ថ្ងៃធ្វើខ្លួនឯងធ្វើនៅផ្ទះខ្លួនឯងទៀតអត់មានបន្លែបន្លំបងប្អូនយកត្រីពីណាពីណីមកទេគឺត្រីធ្វើខ្លួនឯងបងប្អូនដឹងស្រាប់ហើយធ្លាប់ឃើញហើយប្រពន្ធខ្ញុំធ្វើត្រីផងអីផងច្រៀងផងឡាយជូនពុកម៉ែបងប្អូនមើលហ្នឹងគឺត្រីខ្លួនឯងធ្វើខ្លួនឯងហ្មងបាទឆ្អិនហើយខ្លះក៏ឆ្អិនខ្លះក៏នៅមួយថ្ងៃទៀតបើផ្នែកខាងត្រីនេះឆ្អិនណាបងប្អូនឃើញសាច់ប៉ុណ្នេះណាគួរឆ្ងាញ់ដែរចង់ញ៉ាំដែរណាហ្នឹងហើយត្រីឆ្អិនហើយបើខាងត្រីរស់នេះគឺនៅមួយថ្ងៃទៀតណាព្រោះនៅប៉ុណ្នេះយើងមួយថ្ងៃទៀតបានឆ្អិនយើងហាលមួយថ្ងៃពេញទៀតគឺសាច់ត្រីឆ្អិនល្មមស្ងួតជូនពុកម៉ែបងប្អូនបាទអរគុណច្រើនសម្រាប់ការគ្រប់គ្រងតាំងពីដើមរហូតដល់ឥឡូវហើយសូមពុកម៉ែបងប្អូនជួយគ្រប់គ្រងទៅមុខទៀតហើយកុំភ្លេចជួយ share វីដេអូម្នាក់មួយផងណាបងប្អូនណាដើម្បីចែកជូនម្ហូបមុខស្រីងៀតត្រីឆ្អាបអបប្រហុកឆ្ងាញ់ទៅដល់បងប្អូនដែលក៏អត់ទាន់បានមើលវីដេអូអញ្ចឹងណាបាទអរគុណច្រើនគោរពលា